មន្ត្រីដែលឡើងតំណែងធ្លាក់ពីលើមេឃបើយល់មិនច្បាស់ទេសូមរៀនបន្ថែមបាទនេះគឺជាអត្ថន័យនៃសំណេររបស់លោកស្រីហ៊ុតច័ន្ទបូរ៉ាដែលគាត់បានផុសនៅលើ Facebook របស់គាត់កាលពីម្សិលមិញដោយគាត់បានសរសេរថាស្នើសុំអស់លោកមន្ត្រីមួយចំនួនបើកវងកញ្ចក់រដ្ឋបាលស្រុកស្វាយជ្រុំបាត់វិញដែលជាមន្ត្រីឡើងតំណែងធ្លាក់ពីលើមេឃចុចប្រសិនបើមិនទាន់យល់អំពីសាវតាច្បាប់នៃការងារបែបបទរដ្ឋបាលការងារអត្រានុកូលដ្ឋានទេសូមរៀនសូត្របន្ថែមឡើងវិញពិនិត្យមើលឯកសារពាក់ព័ន្ធសាវតាអង្គហេតុចុចឯកសារភ្ជាប់បង្ហាញហេតុចុចដើម្បីជម្រាបជូនសម័យមកទទួលសេវាមិនមែនដាក់ទុកចោលហើយឆ្លើយទុកពិនិត្យនៅក្រសួងចុចដោយលេសមិនសមហេតុផលនោះទេខ្ញុំជួបហើយចោះប្រជាពលរដ្ឋផ្សេងទៀតតើពួកគាត់ទៅជាយ៉ាងណាទៅអស់លោកមន្ត្រីធ្លាក់ពីលើមេឃមួយចំនួនបើខ្លួនមិនចេះកុំចង់ឡើងធំខ្មាស់គេខ្មាស់ឆន្ទៈខ្លួនឯងមន្ត្រីបំរើរាជមិនមែនមន្ត្រីអង្គុយលើកជើងទេសូមបំភ្លឺផងខ្ញុំរងចាំចម្លើយដែលថាចាំតាក់ទងទៅក្រសួងអរគុណបាទនេះគឺជាសំណេររបស់លោកស្រីហ៊ុតច័ន្ទបូរ៉ាប្រហែលជាគាត់តឹងចិត្តទៅនឹងមន្ត្រីមួយចំនួនតូចដែលគ្មានសមត្ថភាពហើយឡើងតំណែងធំហើយទប់មិនបានគាត់ក៏សរសេរបែបហ្នឹងបាទរឿងរ៉ាវយ៉ាងណាមិនទាន់ដឹងទេចាំមើលភាគីដែលមានការពាក់ព័ន្ធគាត់បកស្រាយមើលតែយ៉ាងណាក៏ដោយការផុសនេះគឺបង្ហាញអំពីបែបបទឬក៏រឿងរ៉ាវនៃកិច្ចការងារដែលមានកំហុសឆ្គងឬក៏ដែលមិនទាន់ចុះសម្រុងគ្នាហើយបើសិនជាបែបហ្នឹងពិតមែនគួរតែធ្វើការកែលម្អឬក៏កែប្រែឡើងអភិវឌ្ឍឡើងដើម្បីឲ្យវិស័យឲ្យសេវាសាធារណៈសេវារដ្ឋបាលមានភាពល្អប្រសើរបម្រើជូនប្រជាពលរដ្ឋឲ្យទាន់សម័យកាលនិងបានត្រឹមត្រូវបាទសូមអរគុណ